ញបងក្រីក្រអូនក៏អាណិតមួយយិតល្អពិតមិនគិតមាក់ងាយបងសុំដណ្ដឹងមិននៅវែងឆ្ងាយសូមពៅឆោមឆាយមេត្តារៀមផងនាងនៅម្នាក់ឯងក៏ចង់មានគ្នាតែខ្លាចក្រុមគ្រាព្រោះចិត្តរៀមបងព្រួយថាមិនស្មោះអាណិតនុនល្អងខ្លាចចាប់ចំណងបងលឹងចិនដែរមិនបានទេខ្ញុំចង់មានកូនណាស់បើលោកមិនទទួលខុសត្រូវនោះតើមកលេងសើចនឹងខ្ញុំធ្វើអីនោះមិនបានទេឥឡូវគិតអញ្ចេះចុះចាំយើងលួចចិញ្ចឹមនាងតែត្រូវទម្លាក់រឿងនេះឮទេកុំបារម្ភអីបងចេះបែងចែកហើយនាងមិនដឹងទេតើប្រពន្ធបងមិនឆ្ងល់ទេមែនទេបងប្រាប់ហើយថាបងចេះចែកពេលវេលាបានល្អណាស់នាងច្បាស់ជាមិនដឹងទេរឿងបរោះមានប្រពន្ធ3កាលពីព្រេងនេះមានបរោះម្នាក់ជាអ្នកចំនួនគាត់មានប្រាក់ច្រើនណាស់ហើយក៏ជាមនុស្សដែលសម្បូរស្នេហ៍ផងដែរនៅផ្ទះលោកសេដ្ឋីសុខុមហើយបើគិតទៅខ្ញុំមានស្នេហាក៏ច្រើនដែរហើយវាដូចជំនួយណាយខ្លាំងណាស់ពេលនេះខ្ញុំគួរតែមានប្រពន្ធច្បាស់លាស់មិនគួរណាមានស្នេហាត្រឹមតែលេងសើចអញ្ចឹងទៀតទេគិតហើយគាត់ក៏បានហៅអ្នកបម្រើម្នាក់ឲ្យជូនទៅក្នុងភូមិដើម្បីរកមើលប្រពន្ធល្អម្នាក់ទៀតផងឆឯងថាតើមើលទីណាមានស្រីស្អាតស្អាតនិងល្អជាងគេវ៉ៃតើលោកម្ចាស់ចង់បានមនុស្សស្រីបែបណាទៅវិញនៅផ្ទះរីករាយចុងផ្សារមានមនុស្សមកថ្មីច្រើនណាស់កុំនិយាយផ្ដេសផ្ដាសយើងមិនចង់លេងសើចទៀតទេយើងចង់បានប្រពន្ធល្អម្នាក់ដើម្បីសាងគ្រួសារពេញលេញដូចគេឯងមិនឃើញទេអីអាយុយើងក៏ច្រើនណាស់ទៅហើយអ្នកណាទៅដឹងចិត្តលោកម្ចាស់នោះតែថាលោកម្ចាស់ខ្ញុំដឹងតែទីណាមានមនុស្សល្អសម្រាប់លោកហើយតើនៅកន្លែងណាទៅឯងនិយាយប្រាប់យើងមកមើលស្រីស្អាតសម្បូរណាស់តែស្រីល្អកម្រឃើញហេតុនេះបើតាមក្បួនមួយលោកម្ចាស់គួរតែធ្វើជាបរិះកំសត់ទៅបានបន្លំធ្វើជាអ្នកក្រមែនទេឯងក៏និយាយត្រូវដែរធ្វើក្រធ្វើល្ងងទើបមើលឃើញចរិតមនុស្សបានច្បាស់ពិតមែនហើយលោកម្ចាស់មិនត្រឹមតែប្រកែរកស៊ីទេថែមទាំងឆ្លាតទៀតផងបានហើយកុំបញ្ចោយើងពេកមើលតោះទៅរៀបចំខ្លួនធ្វើជាអ្នកសុំទានទៅអាឆោបានថ្ងៃនោះសេដ្ឋីសុខុមនិងនីឆោក៏បានតែងខ្លួនជាអ្នកក្រឬក៏បានសម្ដៅទៅកន្លែងមួយដើម្បីរកស្ត្រីគ្រប់លក្ខមកធ្វើជាប្រពន្ធនៅក្នុងភូមិនឹងមែនទេអាឆោបានលោកម្ចាស់មើលចុះមានស្រីម្នាក់កំពុងតដើរមកហើយនាងស្អាតណាស់ស្អាតមែនតាពួកលោកជាអ្នកណាបានជាមកទីនេះគឺខ្ញុំមករកប្រពន្ធអត់ទេខ្ញុំមកសុំទានតែអ្នកនាងមានអីហូបទេពួកខ្ញុំឃ្លានណាស់មែនហើយអ្នកនាងពួកខ្ញុំគ្មានបាយហូបទេសូមមេត្តាផងទៅខ្ញុំក៏មិនមានអ្វីច្រើនដែរហើយក៏គ្មានអ្វីឆ្ងាញ់ទៀតផងតែខ្ញុំនឹងចែកឲ្យពួកលោកចាស់ចាំបន្តិចណាអ្នកនាងនេះអ្នកនាងមិនអនុញ្ញាតឲ្យពួកយើងបានចូលទៅក្នុងផងទេមែនទេចាមែនហើយខ្ញុំជាស្រីពួកលោកជាបរិះមិនសមទេភ្នែកញាតិនឹងមើលមកមិនល្អឡើយអ្នកនាងនិយាយត្រូវហើយបើបែបនេះពួកខ្ញុំចាំនៅទីនេះចុះចាចាំបន្តិចណាមាលតីបានចូលទៅក្នុងបន្តិចរួចចេញមកវិញជាមួយនឹងអាហារព្រមទាំងក្បួនខ្នាតមួយច្បាប់ផងដែរពួកលោកហូបអាហារនេះចាស់អរគុណហើយអ្នកនាងស្អាតហើយចិត្តទូលាយទៀតលោកបិសាចចាស់ចំណែកក្បួនខ្នាតនេះខ្ញុំជូនលោកចាស់ខ្ញុំបានអានចប់ហើយក្បួនសាស្ត្រានេះល្អណាស់ក្បួននេះមែនទេចុះអ្នកនាងមិនអានបន្តទេមែនទេចាអត់អីទេខ្ញុំអានចប់ហើយលោកដឹងទេភូមិនេះគេនឹងឲ្យប្រាក់លោកទេតើព្រោះតែហេតុអីទៅអ្នកនាងភូមិនេះចិត្តកំណាញ់ណាស់មែនទេភូមិនេះមិនកំណាញ់ទេតែបើពួកគេឃើញសភាពពួកលោកបែបនេះពួកគេនឹងមិនឲ្យអ្វីដល់លោកឡើយនេះមិនហៅថាកំណាញ់ទេមែនទេចាព្រោះថាពួកលោកមានកម្លាំងនិងកាយសម្បត្តិមាំមួនទៀតម្យ៉ាងជនពិការក៏ធ្វើការដែរដឹងទេពួកគេមិនទំនេរឡើយជារឿងល្អណាស់អញ្ចឹងមានន័យតែក្បួននេះអ្នកនាងចង់ឲ្យពួកយើងមានចំណេះជំនាញដើម្បីធ្វើការជំនួសឲ្យសុំទានមែនទេចាសង្ឃឹមថាលោកមិនប្រកាន់ទេមែនទេខ្ញុំមិនប្រកាន់ទេ
ព្រោះខ្ញុំដឹងថាអ្នកនាងពិតជាចង់ឲ្យខ្ញុំល្អប៉ុណ្ណោះតើពិតដែរទេអ្នកនាងចាខ្ញុំមិននិយាយបន្តទេណាជាស្រីឈរនិយាយជាមួយមនុស្សប្រុសយូរពេកមើលមកក៏មិនសមដែរលោកម្ចាស់ខ្ញុំថាលោកម្ចាស់បានជួបស្រីល្អហើយមិនឲ្យឆក់អ្នកនាងដើម្បីកុំឲ្យគេមើលមកថាមិនសមរម្យខ្ញុំសុំចូលស្ដីទៅដឹងផងបានទេលោកនិយាយនេះប៉ាត់ដែរទេឃើញបងក្រីក្រអូនក៏អាណិតមួយយិតល្អពិតមិនគិតមាក់ងាយបងសុំដណ្ដឹងមិននៅវែងឆ្ងាយសូមពើឆោមឆាយមេត្តារៀមផងនាងនៅម្នាក់ឯងក៏ចង់មានគ្នាតែខ្លាចក្រុមគ្រាព្រោះចិត្តរៀមបងព្រោះថាមិនស្មោះអាណិតនឹងល្អងខ្លាចចាប់ចំណងបងលឹងចិនដែរជឿចោះនាងតូចជឿថាលោកស្មោះលោកជាបរោះល្អណាស់ជីវ៉ាទ្របក៏សម្បូរមានទាំងប្រាជ្ញាតែរៀមនេះណាមិនទាន់មានគូទេតើលោកជាអ្នកណាមកពីណាឲ្យប៉ាត់ប្រកាសនោះមិនបានជាមានចំណេះដឹងខ្ពស់បែបនេះហើយបែរជាមកបន្លប់ខ្លួនជាអ្នកសុំទានទៅវិញចឹងបងជាសទ្ធិណាព្រោះចង់បានប្រពន្ធល្អទៅបន្លំធ្វើខ្លួនបែបនេះសូមអូនព្រមទៅសេដ្ឋីសុខុមគិតថាមាលតីពិតជានារីដែលមានចំណេះដឹងមានទាំងចរិយាពិតហេតុនេះគាត់ក៏បានពោលរៀបរាប់រឿងរ៉ាវទាំងអស់នោះនិងយកនាងធ្វើជាប្រពន្ធក្នុងពេលនោះទៅនៅផ្ទះសេដ្ឋីសុខុមអូនសម្លាញ់តើអូនពេញចិត្តនឹងជីវិតបែបនេះទេចាបងអូនពិតជារីករាយណាស់អូនអរគុណសម្រាប់ការស្រឡាញ់ដ៏ស្មោះស្ម័គ្រមួយនេះបងក៏រីករាយណាស់ដែរដែលមានប្រពន្ធល្អដូចជាអូនជាតិនេះបងគ្មានប្រាថ្នាអ្វីទៀតទេចាបងក្នុងពេលនោះដែរនីឆោក៏បានដើរចូលមកនិងបាននិយាយថាលោកម្ចាស់ឈ្មោះនៅស្រុកស្រែអំបិលបានផ្ញើសម្បត្តិមកថាអំបិលឆ្នាំនេះកើនច្រើនណាស់តើលោកម្ចាស់ចាប់អារម្មណ៍ដែរទេសម្បូរតម្លៃធូរកម្រតម្លៃថ្លៃល្អណាស់ឆក់ឯងជួយផ្ញើសម្បត្តិទៅគាត់វិញចុះថាយើងនឹងទិញយកហើយយើងក៏នឹងទៅចរចាដោយផ្ទាល់ផងដែរបាទលោកម្ចាស់លោកប្តីមានន័យថាបងនឹងទៅឆ្ងាយពីអូនហើយមែនទេបាទអូនបងនឹងចេញទៅស្អែកនេះអូនថែខ្លួនណាឮទេហើយកុំភ្លេចរងចាំបងនឹងនឹកដល់បងផងចាប់បងអូននឹងរៀបចំជូនបងណាសូមអរថែសុខភាពផងបាទអូនព្រឹកស្អែកមកដល់មីលតីក៏បានរៀបចំជូនសេដ្ឋីសុខុមរួចរាល់និងបាននិយាយថាលោកប្តីត្រូវចូលសម្រាប់ពីប្រឡប់ពិសាអាហារសុខភាពឲ្យបានច្រើននិងដណ្ដប់ភួយក្រាស់ផងដែរណាបងដឹងហើយចំណែកអូនវិញដូចគ្នាអូនត្រូវចូលគេងពីប្រឡប់ដណ្ដប់ភួយក្រាស់និងកុំភ្លេចមើលច័ន្ទផងបងនឹងផ្ញើសារថាបងស្រឡាញ់អូនតាមប្រច័ណ្ឌណាអូនណាចាបងលាហើយក្នុងពេលនោះដែរនាងឆរីដួងដែលជាអ្នកបម្រើចំការខាងក្រោយក៏បានរត់មកនិងបានស្រែកថាលោកសេដ្ឋីឈប់សិនតើនាងមានអីមែនទេឆរីដួងគឺខ្ញុំក៏មានសម្ភារៈខ្លះជូនលោកសេដ្ឋីដែរនេះជាត្រីងៀតនិងកន្សែងដែលខ្ញុំបានដេកដោយផ្ទាល់សូមលោកទទួលយកចោះអរគុណហើយណានាងពិតជាល្អណាស់លោកសេដ្ឋីនិងសេដ្ឋីនេះជាអ្នកមានគុណលើខ្ញុំណាស់ហេតុនេះខ្ញុំគិតថាគួរតែសម្ដែងការបារម្ភនឹងលោកសេដ្ឋីបានខ្លះនេះជាទឹកចិត្តតិចតួចទេអរគុណអូនសម្លាញ់បងលាហើយណាចាបងលាហើយលោកសេដ្ឋីរកពីរបស់ឆរីដួងហាក់ប្លែកណាស់កែវភ្នែករបស់នាងដូចជាកំពុងតែមានសេចក្តីស្នេហាមិនមែនជាការដឹងគុណធម្មតានោះទេឆរីដួងលោកប្តីខ្ញុំទៅបាត់ហើយនាងទៅចំការវិញចោះតែខ្ញុំចង់មើលលោកសេដ្ឋីចេញទៅផុតសិនណាអ្នកនាងមិនអីទេគាត់ទៅបាត់ហើយតាអូយនាងកាត់អីហ្នឹងខ្ញុំមិនអីទេអ្នកនាងខ្ញុំទៅចំការហើយតែចាស់នាងដូចជាចម្លែកណាស់ថ្ងៃនោះឆរីដួងមិនបានទៅចំការទេផ្ទុយទៅវិញនាងបែរជារត់ទៅរកលោកសេដ្ឋីសុខុមនិងបានប្រាប់ការពិតមួយទៅកាន់លោកសេដ្ឋីថាលោកម្ចាស់ឈប់សិនខ្ញុំមានរឿងចង់និយាយណាលោកម្ចាស់ឆក់ទៅមុនចុះបានលោកសេដ្ឋីនាងមានអីចង់និយាយមែនទេមានហើយរឿងនេះសំខាន់ខ្លាំងណាស់ណាលោកសេដ្ឋីនាងនិយាយមកមើល
លោកសិទ្ធិខ្ញុំមានកូនជាមួយលោកសិទ្ធិហើយណាដឹងដែរទេ ថាម៉េចមិនបានទេយកវាចេញទៅយើងមិនអាចឲ្យប្រពន្ធយើងដឹងបានទេយើងសន្យាហើយថាយើងស្មោះជាមួយប្រពន្ធយើងតែប៉ុណ្ណោះ មិនបានទេខ្ញុំចង់មានកូនណាបើលោកមិនទទួលខុសត្រូវនោះតើមកលេងសើចនឹងខ្ញុំធ្វើអីនោះ មិនបានទេឥឡូវគិតអញ្ចេះចុះចាំយើងលួចចិញ្ចឹមនាងតែត្រូវតែលាក់រឿងនេះឮទេ ចាបានឲ្យតែលោកមេត្តាខ្ញុំនឹងកូននោះខ្ញុំនឹងលាក់រឿងនេះមិនឲ្យអ្នកនាងមាលតីដឹងទេ បានហើយនាងទៅវិញចុះចាំណាលាក់រឿងនេះឲ្យចិត្តកុំឲ្យអ្នកណាដឹងឲ្យសោះជាពិសេសគឺប្រពន្ធយើង ចាលោកសិទ្ធិសុខុមនិយាយហើយក៏បានទៅធ្វើជំនួញបន្តលោកបញ្ចប់ជំនួញដោយជោគជ័យគាត់ក៏បានវិលមកស្រុកវិញជាមួយនឹងនារីម្នាក់ផងដែរ អូនសំឡាញ់បងមកវិញហើយ បងមកវិញហើយមែនទេអូននឹកបងណាស់ បងក៏នឹកអូនដែរចុះកូនស្រីយើងតាណាអស់ហើយអូន ពួកគេសម្រាប់អស់ហើយណាបងឃ្លានទេចាំអូនធ្វើបង្អែមឲ្យបងហូបណា មែនហើយអូនបងឃ្លានណាស់អូនិយាយអញ្ចឹងនេះសូម៉ាលីនាងជាសាច់ញាតិបងណាអូន ជំរាបសួរអ្នកបងចាជំរាបសួរ សូម៉ាលីជាញាតិតែម្នាក់ដែលបងមានចំណែកសាច់ញាតិខាងស្រុកកំណើតគ្មានទេពេលនេះនាងគ្មានទីពឹងទេនាងមកនេះក៏សុំអាស្រ័យសូមអូនកុំចិត្តចង្អៀតអីណា ចាអូនមិនចិត្តចង្អៀតទេព្រោះនាងជាសាច់ញាតិបងហើយក៏មិនខុសពីសាច់ញាតិអូនដែរអរគុណហើយណាអ្នកបងចាមិនអីទេក្នុងពេលនោះដែរនាងឆរីឌួងក៏បានដើរចូលមកនិងបាននិយាយថាលោកសិទ្ធិលោកមកវិញហើយមែនទេមើលចោះលោកស្គមច្រើនណាស់តែនៅខាងនោះលោកសម្រានមិនលក់ទេមែនទេ យើងថារាងកាយយើងដូចជាមិនស្រកគីឡូទេហើយនាងមើលមកយើងស្គមណាស់មែនទេ លោកសិទ្ធិខ្ញុំនឹកអូយអត់ទេកូនយើងបាន4ខែហើយអូយអត់ទេខ្ញុំចង់ថាខ្ញុំលើកបងខ្ញុំទៅសម្រាប់ហើយណាបងអូនស្រីចាំបងជូនទៅសម្រាប់ណាចាអរគុណបងស្រីបន្ទាប់ពីពួកគេចេញផុតលោកសិទ្ធិក៏បាននិយាយទៅកាន់ឆរីឌួងថា នេះនាងប៊ីសតែផ្្លាត់និយាយការពិតទៅហើយណាម្យ៉ាងនាងជាអ្នកបម្រើនាងមិនគួរមកទីនេះញឹកញាប់ពេកទេនៅក្នុងចំការទៅទើបល្អ ចាលោកសិទ្ធិមកពីខ្ញុំនឹកលោកពេកនឹងណា នេះប្រាក់ហើយទៅចំការវិញចុះ ខ្ញុំសុំលោកសិទ្ធិរឿងមួយបានទេខ្ញុំដឹងម្នាក់ឯងឯកាណាសុំលោកសិទ្ធិទៅជួបខ្ញុំក្នុងខ្ទមខាងក្រោយមួយសប្តាហ៍ម្ដងបានទេ យល់ព្រមឲ្យតែកុំមកទីនេះទៀតព្រោះពោះនាងកាន់តែធំហើយប្រយ័ត្នបែកការជឿចុះយើងនឹងទៅជួបនាងក្នុងមួយសប្តាហ៍ម្ដង ចាអរគុណណាស់លោកសិទ្ធិកុំភ្លេចទៅរកខ្ញុំណា ដឹងហើយ ពេលនេះសិទ្ធិលួចមានប្រពន្ធដល់ទៅ3នាក់ឯណោះហេតុនេះសិទ្ធិសុខុមបានចែកពេលវេលាម្ដងទៅរកនាងសុមាលីនិងឆរីឌួងដោយស្ងាត់និងគ្មានអ្នកណាដឹងទេនៅក្នុងបន្ទប់របស់សុមាលី បងនឹកអូនណា អូនក៏ដឹកបងដែរនៅក្នុងផ្ទះជាមួយគ្នាតែគ្មានសិទ្ធអោបបងឲ្យពេញទ្រូងសោះអូនចេះតែខ្លាចប្រពន្ធបងដឹងរឿងនេះ កុំបារម្ភអីបងចេះបែងចែកហើយនាងមិនដឹងទេ តើប្រពន្ធបងមិនឆ្ងល់ទេមែនទេ បងប្រាប់ហើយថាបងចេះចែកពេលវេលាបានល្អណាស់នាងច្បាស់ជាមិនដឹងទេ ចាប់បងមិនហត់ទេក្នុងការលាក់បាំងនោះក្នុងការលាក់បាំងនឹងចែកពេលបែបនេះនោះវាហត់ទាំងកាយទាំងចិត្តណាស់ កុំបារម្ភអីបងមិនអីទេ បងសម្លាញ់អូនអស់សម្ពុតថ្មីស្លៀកហើយខ្សែកខ្សែដៃក៏គ្មានទៀតបងជួយឧបត្ថម្ភអូនផងទេ រឿងនេះពិតណាស់អូនចង់បានផ្ទះឬដីចំការបងទិញឲ្យបានទាំងអស់ ចាបងហើយបងត្រូវឆ្លៀតមករកអូនឲ្យបានញឹកញាប់ឮទេបើមិនអញ្ចឹងទេអូននឹងនឹកបងស្លាប់ហើយអូនក៏អាចទៅរកបងនៅផ្ទះធំក៏ថាបានដែរ បងដឹងហើយអូនកុំបារម្ភអីបងនឹងឆ្លៀតមកជួបអូនមិនឲ្យអូនគេងឯកាតែម្នាក់ឯងទេណាពើមាស ព្រោះខ្លាចបែកការសេដ្ឋីម្ដងនៅជាមួយប្រពន្ធដើមម្ដងនៅជាមួយនាងសុមាលីហើយក៏នៅជាមួយនាងឆរីឌួងផងដែរពេលនេះលោកស្ទើរតែគ្មានពេលទៅរកស៊ីនោះទេ លោកសេដ្ឋីពេលនេះនាងឆរីឌួងសម្រាលកូនឲ្យទៀននាងនឹកលោកសេដ្ឋីណាស់ចង់ទៅបីកូនមកផ្ទះធំទៅហើយអេនាងដូចជាមិនចេះស្ដាប់គ្នាសោះវ៉ៃឯងនាំយើងទៅមើលឥឡូវនេះទៅបាន ន
នៅក្នុងខ្ទម នេះនាងសម្រាលបានកូនប្រុសមែនទេពិតជាប្រសើរណាស់យើងចង់បានកូនប្រុសយូរហើយនាងពិតជានាំសំណាងដល់យើងមែនឆោជួយធ្វើលិខិតមរតកមួយភ្លាមទៅយើងចង់ចែកទ្រព្យឲ្យកូនសំណប់របស់យើងបានលោកសេដ្ឋីខ្ញុំពិតជាអរគុណណាស់យើងចង់បានកូនប្រុសណាស់យើងចាំពេលនេះយូរមកហើយនាងកុំបារម្ភអីយើងនឹងលើកនាងធ្វើជាប្រពន្ធធំឆាប់នេះហើយពិតមែនទេលោកម្ចាស់ខ្ញុំនេះរំភើបណាស់ពិតមែនហើយនាងសុមាលីផងដែរក៏បានដឹងរឿងហេតុនេះនៅពេលដល់ថ្ងៃដែលសេដ្ឋីមកលេងនាងក៏សម្ដែងជាមយាឡើងថាលោកបងខ្ញុំដូចជាអុកសុកណាស់ហើយក៏ចង់បានកូនដែរអូនក៏ចង់បានកូនដែរមែនទេតែបងអត់សូវមានកម្លាំងទេណាណែឥឡូវគិតចេះទៅចាំបងបែងចែកដីឲ្យអូននិងមាសពេជ្រផងដែរល្អទេសុំកុំឲ្យតើអូនអន់ចិត្តទៅបានហើយចាព្រមអូនអរគុណណាស់សេដ្ឋីសុខុមតែងតែចំណាយពេលបែបនេះជាមួយប្រពន្ធទាំង3លុះមានពេលមួយការរស់ស៊ីក៏ខាតចំណែកជំងឺក៏ដុនដាបថែមទៀតផងអូនសុមាលីបងអស់អាលីងហើយសុខភាពក៏ខ្សោយទៀតអូនអាចលក់ដីមើលជំងឺបងបានទេព្យាបាលជីតើវាយ៉ាងម៉េចខ្ញុំមិនត្រូវការទេទៅងាប់ឯណាក៏ទៅចោះមិនក៏អូននិយាយបែបនេះសំមុខហើយមានស្រីលួចលាក់រាប់មិនអស់ឥឡូវធ្លាក់ខ្លួនហើយមែនទេចោះប្រពន្ធដើមមិនក៏មិនហ៊ានទៅប្រាប់នោះបងមិនហ៊ាននិយាយទេហេតុនេះក៏បងមករកអូនតែម្ដងទៅខ្ញុំមិនខ្វល់ទេខ្ញុំលក់ដីលក់ផ្ទះអស់ហើយពេលនេះខ្ញុំមិនមើលលោកទៀតទេខ្ញុំលាហើយលើបែបនេះហើយសេដ្ឋីសុខុមឈឺចិត្តណាស់គាត់យំនឹងបានដើរទៅរកនាងឆរីដួងវិញម្ដងឆរីដួងនៅផ្ទះទេបងសុំប្រាក់ទៅព្យាបាលជំងឺខ្លះមកអូននៅទីនេះគ្មានប្រាក់ឲ្យលោកទេឯងចង់បានន័យថាម៉េចក្រែងយើងបានចែកដីឲ្យកូនយើងនឹងមាសប្រាក់ផងដែរមែនទេនាងជាប្រពន្ធខ្ញុំកូននោះក៏ជាកូនខ្ញុំដែរពេលនេះពួកយើងបានទ្រព្យសម្បត្តិច្រើនណាស់លោកចេញទៅលោកជាសេដ្ឋីល្ងងណាស់ថាម៉េចនេះពួកឯងបោកយើងមែនទេមិនបានបោកទេតែលះបង់សង្សារស្ទូចយកមាសប្រាក់អន្តានេះមកពីលោកល្មោបពេកទើបយើងបោកលោកបានពួកឯងពិតជាកពើមែនចាំមើលណាទង្វើបោកប្រាស់គេវាមិនបានសុខទេគ្រួសារឯងនឹងវិនាសចេញពីកន្លែងនេះទៅព្រោះមិនមែនជាដីឯងទៀតទេថយទៅឲ្យឆ្ងាយទៅសេដ្ឋីសុខុមគ្មានអ្វីនិយាយទេគាត់ឈឺចិត្តណាស់ក្រោយជួបបែបនេះមើលចាស់គាត់ដើរបណ្ដើរយំបណ្ដើររហូតទៅដល់ផ្ទះវិញអស់ហើយអស់អាលេងហើយគ្មានសល់អីទៀតទេបងមកវិញហើយមែនទេអូនរៀបចំរួចហើយតើពួកយើងទៅពួកយើងទៅណាមានន័យថាអូនបានដឹងអស់ហើយមែនទេផ្ទះនេះមិនមែនជាផ្ទះរបស់ពួកយើងទៀតទេអូនបានដឹងហើយណាបងនៅលែអូនអត់ណាទៀតឬមួយក៏បងចង់ស្ពីជំងឺនេះរហូតដល់ស្លាប់ម្នាក់ឯងមែនទេតើអូនបានដឹងអីខ្លះអូនមិនចង់និយាយទេដឹងត្រឹមថាពួកយើងអស់ពីខ្លួនហើយតែនេះជាផ្ទះរបស់នាងឆរីដួងនិងកូនរបស់នាងប៉ុណ្ណោះអត់ទេអូននិយាយមកមើលតើអូនបានដឹងរឿងអីទៀតឬក៏អូនដឹងថាបងលួចតាក់ទងឆរីដួងយូរណាស់ហើយមែនទេបងមានឆរីដួងអូនក៏ដឹងបងមានសុមាលីអូនក៏ដឹងបងមានពួកគេតាំងពីមានអូនម្លេះអូនដឹងទាំងអស់ណាពុទ្ធធោអូនពិតជាសុភ័ណ្ឌស្ត្រីមែនបងខ្មាស់អូនណាឈ្មោះថាប្តីប្រពន្ធគឺជីទុកតែមួយអូនអាចបិទភ្នែកពន់ជុំម្នាក់ឯងបានអូនល្អពេកហើយចំណែកពួកគេមិនស្មើនឹងសរសៃសក់អូនផងចុងក្រោយពេលអស់ពីខ្លួននឹងមានជំងឺគឺមានតែអូនទេដែលមិនទៅណាចោលបងនោះកុំនិយាយច្រើនអីចាំអូនចូលបងទៅព្យាបាលណាហើយអូនក៏មានសល់ប្រាក់ខ្លះដែរចាំពួកយើងរស់ស៊ីម្ដងទៀតចុះណាបងបាទអូន
មីលតីមើលថៃសេដ្ឋីដោយយកចិត្តទុកដាក់រហូតដល់ជាសះស្បើយចំណែកសេដ្ឋីហេតុតែខ្មាស់នឹងរឿងនេះគាត់ក៏បានខំប្រឹងធ្វើការនិងមិនលួចមានស្នេហានឹងអ្នកផ្សេងទៀតឡើយ